សូមស្វាគមន៍មកកាន់កម្មវិធី Waveform នេះគឺជា episode ទី0របស់ពួកយើងហើយក្នុងថ្ងៃនេះយើងនឹងមកទៅចែកជាមួយនឹងបងដែលគាត់បាន run startup 10ឆ្នាំជាងហើយបាទហើយទៅលើប្រធានបទតើ AI ឬក៏ vibe code AI vibe coding នឹងមានវត្តមានផលល្អផលវិជ្ជមានផលប៉ះពាល់អ្វីខ្លះមកដល់សង្គម digital របស់ប្រទេសកម្ពុជាបាទសួស្តីបងហើយនេះជា our first round table discussion ហើយយើងទុំតែ host our first hackathon ជាមួយគ្នាបាទហើយមិនដែរបន្ទាប់ពីឃើញពីសក្តានុពលរបស់ AI ជាមួយនឹងការ hackathon របស់យើងថ្ងៃសៅរ៍ហ្នឹងមិនដែរចំណាប់អារម្មណ៍ខ្ញុំឃើញថាអ្វីដែលយើងចង់អ្វីដែលយើងគិតឃើញអាចធ្វើបានហើយលឿនទៀតអូខេល្អមែនតើអូខេ cool មកលៀបមិនដែរ first hackathon យើងនៅ surprise ថាកូនសិស្សដែលកូនសិស្សឬក៏យុវជនដែលយើងចូលដែលគាត់ចូលរួមហ្នឹងយើងអត់គិតថាគាត់អាចធ្វើទៅបានភ្លាមទេព្រោះយើងមាន workshop តែប្រហែលជា1ម៉ោងបាទ tool ហ្នឹងក៏ថ្មីហើយស្រាប់តែពេលបាយទៅមកហើយទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់បង្ហាញបណ្ដាចេញមក so អីដែលយើងនឹកស្មានដល់ហើយក៏មានមោទនភាពដែរដែលយើងគិតថាដោយសារកម្មវិធី hackathon លើកទី1 content ថ្មីស្រាប់យើងឃើញលទ្ធផលមកល្អប៉ុណ្ណឹងចុះតម្រាំថាយើងមានលទ្ធភាពក្នុងការធ្វើវាច្រើនដងហើយនឹងរយៈពេលវែងខ្ញុំជឿជាក់ថាយុវជនរបស់យើងគាត់អាចនឹងធ្វើទៅបានបាទត្រឹមត្រូវជុំបងភ័តកាលហ្នឹងដូចគ្រូគេផងណាជាអ្នក guide សិស្សអ្នកចូលរួមរបស់យើងបេក្ខជនរបស់យើងទៅលើការ first time vibe code របស់គាត់ទៅប្រើ AI មិនដែរបងជាចំណាប់អារម្មណ៍របស់បងពីព្រោះខ្ញុំរៀងភ្ញាក់ផ្អើលតិចដែរព្រោះយើងមិនបានបរៀនគាត់ដិតដល់លម្អិតពេកទេយើងគាត់តែបង្ហាញថានេះចូលតាមណាឲ្យធ្វើយ៉ាងម៉េចរយៈពេលខ្លីហើយដល់ពេលយើងដាក់កិច្ចការឲ្យពួកគាត់ធ្វើអត់មាននរណាម្នាក់មកសួរខ្ញុំថាលោកគ្រូអាហ្នឹងយើងចូលតាមណាអត់មានមកសួរអីទេស្រាប់តែដល់ម៉ោងដែលយើងឲ្យគាត់បង្ហាញហើយយើងភ្ញាក់ផ្អើលហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេពួកគាត់មិនត្រឹមតែប្រើ AI tool នេះក្នុងការបង្កើតកម្មវិធីបង្កើតជា website ជា app អីខ្លួនឯងនេះទេក្នុងនោះយក AI ទៅបង្កើតជា application ហើយក្នុង application ហ្នឹងមានភ្ជាប់ AI ពីក្រោយទៀតបាទដូចអង្គវិភាគដូចបងអូនមួយនោះគាត់ធ្វើកម្មវិធីវិភាគមេរៀនវិភាគ recommend ថាត្រូវរៀនសូត្រអីផ្ដល់ guideline សម្រាប់មាន AI នៅពីក្រោយជួយវិភាគជួយអីបានទៀតហើយមាន app មួយទៀតហ្នឹងដោះស្រាយបញ្ហាចំណោទគណិតវិទ្យាខាងក្រោយនោះសុទ្ធតែ AI បាទចាំមិនថាគាត់យក AI ទៅបង្កើត application ដែលមាន AI នៅពីក្រោយភ្ជាប់នឹងស្រាប់បាទអានេះជារឿងមួយដែលខ្ញុំភ្ញាក់ផ្អើលហើយមិនទាន់ជា app ខ្ញុំឃើញដូចមានលក្ខណៈ website បានទៀតធ្វើ website ដែលអាចឲ្យយើងភ្ញៀវនោះគាត់ចុះឈ្មោះបានហើយដំណើរការបានមិនមែនគ្រាន់តែជារូបសម្បកឲ្យយើងឃើញទេគាត់ចុចឲ្យយើងឃើញថាវាដើរយ៉ាងម៉េចរត់ពីណាទៅណាជាជំហានមួយដែលខ្ញុំគិតថាចំណាយពេលខ្លីមែនទែនក្នុងការបង្កើតបើយើងប្រៀបធៀបជាមួយអ្វីថាយើង start up ដំបូងការងារអននេះអាចរាប់ខែដោយឧទាហរណ៍ខ្ញុំផ្ទាល់8ខែបាទ8ខែយើងចំណាយពេលច្រើនដំបូងយើងចំណាយពេលលើ planning design គិតត្រូវមាន feature អីខ្លះត្រូវមានទម្រង់ structure អីខ្លះដើម្បីយើងអាចចាប់ដើមសង់ system ហ្នឹងតែដល់ពេលដែលច្រើនជាងគេក្នុងចំណោមក្នុងការធ្វើ software គឺលើសង់ development បាទ C code សង់ច្រើនប៉ុន្តែចំនួន AI នេះអ្វីខ្ញុំឃើញគឺយើងរៀបចំផែនការអាចថាយូរបន្តិចឲ្យពេលយូរតែដល់ពេលសង់លឿនទេព្រោះលេងមនុស្សអ្នកធ្វើម៉ាស៊ីនអ្នកធ្វើបាទម៉ាស៊ីនអ្នកធ្វើលឿនសំខាន់យើងមានផែនការយើងហើយយើងអាចធ្វើលឿនខ្ញុំចាប់អារម្មណ៍មួយទៅលើនឹង applicants យើងមួយណាខាងគាត់សិតតែ business major ទាំងអស់បាទអូ our winner ហើយចេញមក build application មួយល្អមែនតើដែលយើងគិតថាចំគាត់មាន technical skill អីទាំងអស់ហើយក៏គាត់និយាយដែរណាបាទខ្ញុំភ័យបារម្ភមែនតើគេស្អាតមាន technical skill តិចតួចគាត់មានអីទាំងអស់អញ្ចឹងយើងឃើញថាក្នុងរយៈពេលនេះអ្នកដែលគាត់មានបទពិសោធន៍អ្នកដែលគាត់មាន challenge ជួបចាជាងគេ
គាត់នឹងឲ្យដែល build solution the best បាទ មានសារគាត់ដឹងទៅលើបញ្ហាគាត់មាន គាត់ដឹង pain point របស់គាត់ខ្ញុំសួរគាត់ដែរថាក្នុងចំណោមក្រុមគ្នាគាត់ 4-5 នាក់ហ្នឹងអ្នកណាគេអ្នកកំងអ្នកណាអ្នកប្រំមានម្នាក់សិនគាត់លើកដៃហើយគាត់ឯងធ្វើអីគេខាងអីរៀងខាងអីតែគាត់ marketing អ្នក marketing ទៅអ្នកទៅកំងថាត្រូវធ្វើយ៉ាងម៉េចមានអីខ្លះមាន feature អីខ្លះគាត់ប្រើការយ៉ាងម៉េចអីយ៉ាងម៉េច powerful បាទមិន IT មិន coder ទេតែគាត់អាចកំងបានអាចធ្វើបាន ខ្ញុំចាស់អារម្មណ៍មួយផងដែរយើងឃើញក្នុងកម្មវិធី hackathon របស់យើងអ្នកឈ្នះមាន2ត្រូវទេមានទាំងក្រុមហើយនិងម្នាក់ទៀតខាងគណិតវិទ្យាហ្នឹងជា solo បាទគាត់តែឯងទេអញ្ចឹងកន្លែងហ្នឹងយើងគិតថា going forward តើវានឹងទៅយ៉ាងម៉េចទៅណា startup scene នៅក្នុងស្រុករបស់យើងនៅពេល with the power of AI ដូចមិនអញ្ចឹងអត់ទំពឹងទុកទេមានបង្កើត AI ហើយនៅពីក្រោយមានដាក់ AI ថែមពីក្រោយមួយទៀតដែលអាច automate ឆ្លើយតបស្អីហ្នឹងទៀតហ្នឹងហើយអញ្ចឹងបងវរៈគិតថានឹងទៅយ៉ាងម៉េចទៅអនាគត like there will be so many application is it good or bad good ច្រើនជាងតាយើងឃើញថាឥឡូវដូច App Store Play Store ឥឡូវហ្នឹងគាត់ត្រូវ approve ច្រើនមែនតើហ្មងអញ្ចឹងវាមាន line up ច្រើន application រាប់រយហ្មងរាប់ពាន់រាប់ម៉ឺនរាប់សែនអញ្ចឹងអ្វីដែលយើងឃើញថា go to market វាលឿនជាងមុនអញ្ចឹងបានន័យថាគាត់អាចទៅចាប់ផ្ដើម testing ទៅលើនឹងអ្វីដែលគាត់កំពុងតែចង់ build ដែលគាត់បញ្ហាដែលគាត់មានលឿនជាងមុនឆ្ងាយឥឡូវអញ្ចឹងអានេះជាអ្វីដែលយើងឃើញប៉ុន្តែសំខាន់ជាងគេដែរគាត់ត្រូវដឹងមួយថាគាត់អាចចេះតែអង្គុយ build រហូតបានទេគាត់ត្រូវទៅជួបជាមួយអតិថិជនរបស់គាត់តែមានបញ្ហាហ្នឹងជាកន្លែងនេះសំខាន់ណាស់កន្លែងបាទទៅពេលនិយាយដល់កន្លែងហ្នឹងចាប់អារម្មណ៍ការ Piltech ចាប់ផ្ដើមបាទការ Piltech ចាប់ផ្ដើមកាលហ្នឹងចំណាយពេលប៉ុន្មានទៅបងដើម្បីបាន the first product launch ចំណាយពេលយើងយូរដែរហ្នឹងណាកាលហ្នឹងទៅចែកចៅកូនកំមុំ tech team ណា CTO រកគេច្រើនណាហើយគេ reject ផងអ្នកខ្លះទៅគេថាអត់មានពេលអ្នកខ្លះទៅអញ្ចឹងទៅអត់តែចែកចៅត្រូវក្រុមការងារយូរមែនតើចង់គិតកន្លះឆ្នាំមួយជាងហ៎ wow ហើយដល់ពេលយើងថាអូខេឥឡូវរកគ្នាឃើញហើយចាប់ដៃគ្នាហើយរៀបការជាមួយគ្នាមិនអញ្ចឹងទេអញ្ចឹងយើង took about ជា2-10ខែមកទៅពេលហ្នឹងយើង build system solution យើង2-10ខែហើយកាលហ្នឹងយើងថាសំណាងក៏សំណាងចុះព្រោះដល់ពេល build ហើយចេញមកគេត្រូវការចុះបើសិនជាយើង build ហើយចេញមកហើយគេអត់ប្រើចប់អត់ហើយ2-10ខែអស់លុយខាត់ពេលច្រើនមែនតើអញ្ចឹងយើងឃើញថា2-10ខែបើសិនជាខ្ញុំ start អានឹងស្អែកម្ដងទៀតណាខ្ញុំអាចអត់ត្រូវការ2-10ខែដើម្បីទៅ build ទេព្រោះយើងចង់ទៅសាក testing ថាតើអ្វីដែលយើងចង់ធ្វើនោះគេប្រើអត់អញ្ចឹងទៅមិនមែន2-10ខែ2-10ម៉ោងអាចថាចេញមកយើងយកអានោះទៅ testing សាកមើលណាអញ្ចឹងហ្នឹងហើយបើសិនទៅដល់ហើយគេសាកថាអូខេគេមានចំណាប់អារម្មណ៍នឹងចង់ប្រើចង់បង់លុយយើងអូខេគេតទៅមុខទៀតប៉ុន្តែ2-10ខែហាក់ភ័យខ្លាំងព្រោះដោយសារយើងដឹងហើយបញ្ហា2-10ខែក្រោយវាមិនមែនជាបញ្ហាវាអាចដូរទៅជាអីផ្សេងដូរលឿនមិនដែរគាត់ថាក្នុងទីផ្សារហ្នឹងយើងក្នុងវិស័យដែរវិស័យសុខាភិបាលជាសិទ្ធិស្ថានជាសិទ្ធិការីដែរអញ្ចឹងយើងដឹងចាំទៅលើនឹងជាអ្វីដែលជាបញ្ហាអញ្ចឹងគាត់ថាit shouldn't take 2-10ខែដើម្បី build ហើយយើង build ច្រើនកាលយើង build ច្រើនហើយមេរៀនមួយយើង build ច្រើនពេកហើយ at the same time ក៏វាពិបាកដែរអញ្ចឹង technical team របស់យើងល្បងច្រើនហើយទៅជួបជាមួយយើងជា problem solver ដែលយើងមានបញ្ហាហ្នឹងច្រើនដែរអញ្ចឹងយើងឃើញថាឥឡូវនេះក្នុងបើសិនយើងមើលបើសិនជា AI ឥឡូវពួកខ្ញុំកំពុងតែ launch ឥឡូវហ្នឹងវាគួរតែ take ដល់2-10ម៉ោងដើម្បីយើង go to market wow 2-10ម៉ោងហើយ2-10ម៉ោងប្រហែលច្រើនយូរពេកផងអូខេអញ្ចឹងយើងឃើញថាវាពិតជាជួយយើងច្រើនណា go to market បានលឿន test idea បើអត់ work ទេយើងបាន change បានអីចឹងទៅ save time អីតែចង់ emphasize កន្លែងមួយតាមពិតអ្វីដែលយើងនិយាយហ្នឹងយើងមិនមែនថាយើង replace CTO យើងបានទេអ្វីដែលយើងចង់និយាយថាយើងអាច go to market លឿនជាងមុនដើម្បីយើងទៅ testing អាហ្នឹង using AI របស់យើងណាបាទអញ្ចឹងមិនមែនថាគាត់អត់មានប្រយោជន៍ទេគាត់ល្អមែនតើព្រោះ CTO របស់យើងគាត់មានចំណេះដឹង skill set ត្រឹមត្រូវប៉ុន្តែគាត់ថា you should not take 12 months
ដើម្បី build ហ្នឹងហើយដើម្បីទៅ discover ថាតើគេមិនប្រើឬក៏អត់ តែនឹងអាចនិយាយពីរឿងidea validation ឬក៏ assumption validation អញ្ចឹងមិនមានន័យថា always release a complete product ក្នុង2-10ម៉ោងទេប៉ុន្តែ more like how fast can we validate idea how fast can we validate assumption របស់យើងព្រោះ assumption ទាំងអស់ហ្នឹងហើយដែលអាចថាយើងគិតមិនត្រូវឬក៏មិនដើម្បីអាចអនុញ្ញាតឲ្យយើងត្រឡប់មកវិញហើយនឹង improve ឲ្យវាប្រដាប់របស់យើងឡើងវិញដែរ អញ្ចឹងដឹងហើយថា12ខែដូចខ្ញុំជឿជាក់ថាខ្ញុំហើយបងប្អូនក៏មិនខុសពីគ្នាដែរ6ខែ8ខែក្នុងការបច្ចេកចៅគេក្នុងការ build assembly team build product បាទអញ្ចឹងមុំពេល12ខែ market have shift change បាទហើយក៏ប្រសាទរបស់យើងចាប់អត់ទាន់យើងគិតថាត្រូវឯ assumption របស់យើងពេលហ្នឹងខែហ្នឹងប៉ុន្តែ6ខែទៀតវាខុសបាត់ហើយព្រោះ6ខែទៀត market shift បាត់ហើយអញ្ចឹង go to market ហ្នឹងវាពិបាកបាទ ពេលបងលើកឡើងតកតងនឹង CTO មិញខ្ញុំមិនដឹងថាបងជួប challenge ដូចខ្ញុំអត់ព្រោះនៅពេលដែល AI ចាប់ដើមចេញមកហើយយើង as a CEO of the company ណាយើងមានឃើញ endless possibility អញ្ចឹងយើងចាប់ដើម most of the thing ធ្វើខ្លួនឯងហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចាប់ឡើងធ្វើខ្លួនឯងពួកបងមានជួបនៅ challenge ដែលថាthe product team the re-engineer team គាត់អត់សប្បាយចិត្តឬគាត់សប្បាយចិត្តគាត់ថាអូបានមេចេះធ្វើខ្លួនឯងអញ្ចឹងមិនសូវរវល់គាត់អត់សូវមករកគាត់អីចឹងឲ្យ build នេះ build នោះអីចឹងហ្មងធ្វើខ្លួនឯងមើលឲ្យដឹងថាវាពិបាកមិនមែនស្រួលណា build application ណា build feature មានជួបបញ្ហាហ្នឹងហ៎ជួបប៉ុន្តែឲ្យបងប្អូនអាចលើកអាហ្នឹងសិនមកទេមុនខ្ញុំនិយាយ បាទដូចនៅខាងខ្ញុំមិនមែនថាចាប់ដើមពីយើងបានប្រើប្រាស់ AI ពួកខ្ញុំកាត់បន្ថយបុគ្គលិកមិនដល់ថ្នាក់កាត់បន្ថយគ្រាន់តែមិនរើសថែមអាហ្នឹងមួយចុះសួរបុគ្គលិកដែលមានស្រាប់ដែលគាត់ជា developer ជាអ្នកសរសេរកូដហ្នឹងគាត់យ៉ាងម៉េចវិញពួកគាត់សង្ហៃគឺចាប់ដើមឲ្យគឺគាត់ប្រើ AI រួចហើយប្រើ cloud រួចហើយជាមួយនឹងការងារប្រចាំថ្ងៃ 100% បូកផ្សំជាមួយ cloud អត់អាចទៅសេដូចមុន line by line ទៀតទេគឺធ្វើការជាមួយខាង AI ជួយទៅសេអញ្ចឹងមិនដូចមិនឡំដាថាខ្ញុំចេះធ្វើខ្លួនឯងខ្ញុំទៅអង្គុយប្រំខ្លួនឯងថ្ងៃខ្ញុំអត់មានពេលមកអង្គុយជជែកលេងមួយគ្នាយើងទេនឹងនិយាយត្រង់នៅតែពួកគាត់ឯងអ្នកជជែកអ្នកនេះបន្តជាមួយ AI គ្រាន់តែថាកិច្ចការមួយយើងកមុនយើងទទួលការងារពី client ត្រូវ estimate ត្រូវធ្វើ3ខែយើងអាចយកមកសម្រួលធ្វើតាមអាទិត្យអីហើយឲ្យគាត់បានអញ្ចឹងបាទអានឹងមួយហើយអញ្ចឹងវាជួយបង្កើនការពេញចិត្តពេញឡើងពីខាងអតិថិជនដែរហើយតម្លៃក៏យើងអាចទាញចុះមកវិញណាព្រោះយើងឥឡូវយើងទាញពេលវេលានឹងខ្លីជាងមុនបើមុនយើងធ្វើ3ខែខ្ញុំជឿថាតម្លៃក្នុងការធ្វើថ្លៃដើមក្នុងការធ្វើឬក៏សង់ហ្នឹងអាចអស់លុយច្រើនតែឥឡូវអាចទម្រួលបានបន្តិចអតិថិជនក៏សប្បាយចិត្តពួកខ្ញុំក៏សប្បាយចិត្តពួកយើងធ្វើឆាប់ហើយឲ្យគេអញ្ចឹងសួរថាខ្ញុំនៅធ្វើខ្លួនឯងដូចមាន AI ហើយខ្ញុំប្រំ AI ហ្មងការងារវាមានតែមុខណាវាមានច្រើនមុខច្រើនផ្នែកនៅតែត្រូវការពួកគាត់គ្រាន់តែពួកគាត់ក៏មុនគាត់ដូចជាងសំណង់ខ្លួនឯងសង់ខ្លួនឯងឥឡូវគាត់កើតមេការអស់ហើយកើតមេជាងអស់ហើយមេជាងមិនគឺគាត់ត្រូវជាអ្នកប្រំវិញព្រោះគាត់ធ្លាប់ធ្វើខ្លួនឯងដែរមេជាងយើងធ្លាប់ធ្វើកម្មករដែរអញ្ចឹងយើងដឹងរឿងអញ្ចឹងពេលឲ្យគាត់ទៅជួយនិយាយជាមួយ AI ប្រំ AI គាត់និយាយទៅឆាប់ត្រូវគ្នាបាទអញ្ចឹងគាត់ឥឡូវទៅជាអ្នកប្រំវិញហើយអញ្ចឹងគាត់ត្រូវមានជំនាញមួយទៀតគឺ program software ហ្នឹងគឺត្រូវនៅតែមានហើយតែអ្វីដែលចុងក្រោយដែលត្រូវមានចំនួន AI នេះគឺ prompt engineering ចេះរៀបចំ prompt ហ្នឹងឲ្យត្រូវអ្វីដែលយើងចង់បានអ្វីដែលភ្ញៀវចង់បានបាទអញ្ចឹងយើងសម្រួលការងារបានច្រើនបាទសម្រាប់ក្នុងករណីខ្ញុំវិញរៀងខុសពីបងប្អូនតិចបាទជាក់ស្ដែងនៅក្នុង internal team យើងទាំង tech team គាត់ប្រើប្រាស់ AI a lot តែសម្រាប់ខ្ញុំក្នុងនាមជា innovator ខ្ញុំប្រើប្រាស់ AI មួយបែបទៀតទី1ហ្នឹងគឺទៅលើ build new things ព្រោះរបស់ខ្លះខ្ញុំអត់អាច explain
ទៅកាន់ tech team ខ្ញុំថា Yes. របស់ហ្នឹងគូ build មកទេខ្ញុំចង់បានអីពេលខ្លះខ្ញុំក៏ដឹងខ្ញុំចង់បានអីដែរអញ្ចឹងខ្ញុំប្រើប្រាស់ AI ដើម្បីដូចជា advisor ផងជា mentor ផងពេលខ្លះជា investor ផងគឺសួរគ្នា challenge ទៅវិញទៅមកហើយ build ជា product មួយជា prototype មួយហើយយក prototype ហ្នឹងពេលខ្លះបង្ហាញទៅ customer ទៅពេលយើង present ទៅពេលខ្លះអាហ្នឹងដូច working product មួយអញ្ចឹងតាមទៅ just a prototype click បានហ្នឹងហើយបន្ទាប់មកនៅពេលដែល it's work ចាប់ផ្ដើមរុញទៅ IT ទៅ tech team ដើម្បីឲ្យគាត់ build product ហ្នឹងខ្លាចជា real product ហ្នឹងអាហ្នឹង in my case អញ្ចឹងមិនដឹងថាបងប្រើប្រាស់វាមិនដែរបច្ចុប្បន្ននៅក្នុងការងារ តែអានេះស្តៀងតែខ្ញុំធ្វើស្តៀងឡងដែរតាមធម្មតាខ្ញុំមាន approach មួយ10 80 10អញ្ចឹង10ដូច business case ដែលខ្ញុំចង់បង្ហាញពីមួយដែលទៅភ្ញៀវជាពិសេសដូចសាលារៀនទៅអីចឹងណាប៉ុន្តែដោយសារ product គេអត់ទាន់មានទេអញ្ចឹងខ្ញុំអាចថាវាជា 10% ដំបូងគេដែលខ្ញុំ initiate ចឹងទៅ is a business feature ពេលដែល validate ជាមួយនឹង potential client ហ្នឹងហើយគាត់ថាអូខេត្រូវឬក៏មិនត្រូវយើង redefine អាហ្នឹងទៅហើយបាន shift 80% ទៀតដល់ team ហើយ team តាមធម្មតាគាត់មិន complete 100% more as engineer more stable product អញ្ចឹងយើងបន្ថែម10ទៀតទៅអញ្ចឹងវាទៅជា complete product មួយហើយអញ្ចឹង10 80 10 approach របស់ខ្ញុំអញ្ចឹងបងបាទ តែបងចាអារម្មណ៍មួយថ្ងៃដែលយើង hackathon ហ្នឹងឃើញថា build fast មែនតើហើយ a lot of new ideas យើងឃើញរបស់ខ្លះយើងមិនដែលទាំងគិតឃើញថាវានឹងអាចកើតឡើងបែបហ្នឹងណាតែធ្វើឲ្យពួកគាត់គិតឃើញ right តែ at the same time គេមានបញ្ហាមួយគេហៅថា AI slot ហ្នឹងហើយអញ្ចឹងបងទៅពេលដែល build ជាមួយ AI ហើយពេលខ្លះ AI វាសម័យដែរហើយវា cause a lot of issue behind the scene ទៅពេលមានបញ្ហាធ្វើម៉េចទៅបងពួកគាត់ បាទអាហ្នឹងយើងធ្លាប់មានពាក្យគេថា hallucination វា AI ហ្នឹងវាយល់ខុសឬក៏ AI មានចំណោទ limitation របស់វាដែរវាអត់យល់ពី business process ហ្នឹងចំឯង AI ដូចយើងប្រើពួក LM ដូច ChatGPT ដូច Google វាមានលើ global system global knowledge អាចថាជាចំណេះដឹងឬក៏បទពិសោធន៍ដែលនៅខាងលោកខាងលិចអាចអត់ត្រូវក្នុងបរិបទស្រុកខ្មែរយើងវាអត់ស៊ីជម្រៅអញ្ចឹងទេទាមទារឲ្យយើងហ្នឹងទៅសេឬក៏ជួយថែមពីលើអ្វីដែល AI វាប្រាប់ឬក៏វាស្នើសង្ឃឲ្យយើងហ្នឹងបាទហើយបើសិនជាករណីដែលមានបញ្ហាវាអត់ខុសពីយើងប្រើជាមួយនឹងខាង developer នោះមានបញ្ហាយើងទៅរកគាត់បើយើងឲ្យ AI ទៅសេបើមានបញ្ហាយើងទៅរក AI ហ្នឹងវិញហ្នឹងហើយឲ្យវាដោះទៅបាទព្រោះសពថ្ងៃ AI មានសមត្ថភាពថា contact window វាធំអាទំហំក្នុងការទទួលបញ្ជាហ្នឹងធំវាអាចទទួលបានច្រើនលានអញ្ចឹងទេវាមិនជាចំណោទទេយើងមានបញ្ហាយើងបោះទាំង screenshot ទាំងអីបញ្ហាឲ្យវាចាប់ដើមរត់ deep thinking វាពិចារណាស៊ីជម្រៅវិភាគស៊ីជម្រៅឲ្យយើងរកបញ្ហារកបាក់ហ្នឹងវាដោះខ្លួនវាអីខ្លួនវាបានអញ្ចឹងវាជិះអត់ផុតទេបើអ្នកណាអ្នកទៅសេអ្នកនឹងអ្នកដោះខ្ញុំជឿថាមនុស្សយើងដូចគ្នាដែរបើសិនជាអ្នកនេះអ្នកផ្សេងយើងឲ្យ developer ផ្សេងទៅអង្គុយដោះគ្នាមិនហ៊ានបានគាត់សុខចិត្តសុំយើងសង់ថ្មីអត់ចង់ទៅដោះទេអត់ចង់អត់ដោះរបស់គេទេអញ្ចឹងស៊ូបាទបងខ្ញុំសង់ថ្មីវិញខ្មែរយើងគេថាចំណងអ្នកណាអ្នកចងអ្នកនឹងអ្នកស្រាយបងណាបាទបើសុំយើងសង់ថ្មីអត់ចង់ទៅដោះរបស់គេទេត្រឹមត្រូវ legacy បាទអូខេតែសម្រាប់បងនិយាយហ្នឹងទៅលើរឿងដែលតកតងនឹងធីមបងដែលមាន IT ផ្សេងចុះសម្រាប់អ្នកដែលគាត់ solopreneur ឬក៏ធីមគាត់ពីអ្នកដែលអត់មាន background IT ហើយគាត់មកធ្វើ web ទៅលើ MVP បណ្ដាអីចឹងហ្នឹងចឹងពីពួកបងហ្នឹងគឺថាតើពួកគាត់គួរតែក្រោយមកត្រូវតែមាន team IT ទៅដែរឬក៏គាត់អាចបន្តសិក្សាធ្វើ web code ហើយបន្តតែគាត់ complete ផងនិយាយនេះកុំឆ្លើយនិយាយខ្ញុំថាវាអាស្រ័យលើទំហំនៃការងារក្នុង system នោះធំប៉ុណ្ណាបើ system នោះវាសាមញ្ញល្មមដែលយើងគ្រាន់តែយើងម្នាក់ឯងជា founder ឬក៏ជា entrepreneur ម្ចាស់អាជីវកម្មហ្នឹងយើងអាចឲ្យ AI នេះដើរតួជា IT យើងជា developer របស់យើងមិនត្រឹមតែអ្នកសេកូដទេតង់ design តង់ structure តង់ product តង់ mood អីហ្នឹងក៏វាអ្នកគិតហើយវាសំខ្លួនឯងយើងអាចទៅជែកមួយវាបានធ្វើចឹងបានអាហ្នឹង system មួយល្មមដែលអាច
យើងជាចាស់ជីវកម្មនេះអាចប្រំធ្វើការជាមួយវាជាប់ចំណិចអាចទៅបានតែបើ system ធំខ្ញុំនិយាយណាព្រោះ AI ដូចខ្ញុំនិយាយវានៅមាន limit system ធំដែលត្រូវការឲ្យការគិតស៊ីជម្រៅលំដាប់លំដោយមួយវិភាគដូច system ដែលពួកខ្ញុំធ្វើនេះ banking system ខ្ញុំទោះបីខ្ញុំប្រើ AI មកដល់ក៏មិនទាន់ហ៊ានថា AI សង់ core banking មួយដោយប្រើតែមួយ prompt ហ្នឹងហើយចេញ core banking អត់ចេញទេពីព្រោះ system ខ្ញុំរងថ្ងៃគាត់កូដចូលជាង2លានឡើងហើយបាទកូដម្ដងសប្តាហ៍អញ្ចឹងបើសិនជាឲ្យយើងមក prompt ធ្វើចេញ2លានឡើងมันងាយហើយវាត្រូវមាន module ច្រើនតាក់ទងគ្នាជាពិសេសការវិភាគprocess ឬក៏ transaction មួយចំនួនវាល្អិតមែនទែនក្នុងការគិតក្នុងការគណនាហ្នឹងអញ្ចឹងទីមទីឲ្យមានការរៀបចំ design ល្អិតអន់មែនទែនតែចាស់ហើយមិនអាចទៅតែម្ដងភ្លាមទៅទាំងអស់ហ្នឹងវាតាមលំដាប់លំដោយបាទ block by block បាទ សម្រាប់ខ្ញុំគិតថាសម្រាប់យុវជនជំនាន់នេះឬក៏គេហៅ entrepreneur ជំនាន់នេះបច្ចុប្បន្ននេះនៅពេលដែលគាត់មានគំនិតវាជាឱកាសមួយរបស់គាត់ទេក្នុងការbuild ជា product ហើយ product ហ្នឹងគឺ for sure ខ្ញុំ believe ថាវានឹងមិនល្អទេមិន perfect ទេវាអាចនឹង buggy វាអាចនឹងចុចទៅ error នេះ error នោះបាទដូចបងវិរៈបងលៀបលើកឡើងអញ្ចឹងbut at the early stage of startup វាគឺជា it's about speed right it's about speed it's about validation គឺត្រូវតែ build ឲ្យលឿន go to market ឲ្យលឿនតេស្តឲ្យលឿនដើម្បី have your first paying customer ហើយនេះសំខាន់ហើយ of course នៅពេលដែលវា come into digital product security concern ច្រើនណាមានបញ្ហា cyber security មានបញ្ហា performance មានបញ្ហាអស់ហ្នឹងតែខ្ញុំគិតថា mindset របស់ entrepreneur គួរតែ first priority គួរតែ care or concerning about having your first customer ជាង concerning about the security that's my perspective បងយល់មិនដែរខ្ញុំ agree ដែរទៅលើកន្លែងហ្នឹងបើសិនយើងមើលទៅលើនឹងពីមុនPhiltech យើងចាប់ដើមមកពេលយើងមាន feature ថ្មីមួយដែលយើងចង់ build យើងសុំទៅសួរគេទៅគេថាអូកន្លែងនេះល្អមែនតើខ្ញុំចង់បានចេះថាអូខេ noted អញ្ចឹងយើងទុកសិនតែបើសិនយើងមើលទៅលើនឹង AI វិញគាត់ចង់បានអីគេងាកក្រោយមក plate ចេញមកដល់នេះបងបានហើយឲ្យចង់បានហ្នឹងណាអូហ្នឹងហើយធ្វើម៉េចលឿនណាអញ្ចឹងអាហ្នឹងវាពីរវាខុសគ្នាកន្លែងណាបើសិនយើងមើលយើងចង់ទៅជួបជាមួយនឹង customer របស់យើងសួរគាត់ទៅលើនឹងនេះបងពួកខ្ញុំមាន solution នេះមួយឬលោកគ្រូអ្នកគ្រូខ្ញុំមាន solution នេះមួយតើលោកគ្រូប្រើអត់គាត់ថាគាត់ប្រើគាត់ថានេះអល់ហើយនេះអត់អល់ហើយអញ្ចឹងពេលរួចហើយយើងទៅមុខទៀតហើយណាដល់ពេល with AI វិញគាត់ចង់បានអីយើងអាចធ្វើឲ្យគាត់ព្រាមបានឧទាហរណ៍ feature មួយនេះអញ្ចឹងទៅវាចេញទៅវាអត់សូវល្អឬក៏គាត់ថាអូគាត់ចង់បានលុយខ្មែរហងលុយដុល្លារហងទៅលើនឹង system ហ្នឹងឬក៏អញ្ចឹងបើសិនយើងចង់ដូរទៅលុយដុល្លារទៅលុយខ្មែរវិញណា system យើងត្រូវកែច្រើនមែនតើហ្មងតែបើសិនជាឲ្យ AI ធ្វើវិញយើងគ្រាន់តែប្រាប់វាថាអូឥឡូវយើងនៅស្រុកខ្មែរនេះយើងចង់ឲ្យវាចេញជាលុយខ្មែរកុំឲ្យវាចេញជាលុយដុល្លារអញ្ចឹងមាន exchange rate មានអីចឹងទៅទីហោយ៉ាងច្រើនហ្នឹង10នាទីក្រោយវាអាចចេញឲ្យយើងសាក់ឲ្យគេប្រើហើយអញ្ចឹងវាអានេះជាអ្វីដែលយើងឃើញថា values ផ AI ដែលយើងអាចបត់បែនកែតម្រូវតាមអ្វីដែល customer របស់យើងចង់បាននិយាយខ្លីទៅតកតងទៅលើនឹងបើសិនជាមើលតកតងទៅលើនឹងអូខេតែវាអាចមានបញ្ហាផ្សេងៗទៀតអត់វាអាចដែរmaybe there's a bug maybe there's a issue here and there ប៉ុន្តែដំបូងឡើងសំខាន់ជាងគេមាន paying customer នៅមុនយើងទៅគិតទាំងអស់ហ្នឹងបើសិនយើង come build very secure website ឬក៏ app ប៉ុន្តែអត់មានអ្នកប្រើយើង build ទៅអញ្ចឹងសំខាន់ជាងគេអូខេ banking solution វាត្រូវ secure ហ្នឹងអញ្ចឹងបាទតែបើសិនជាពួកខ្ញុំគ្រាន់ឲ្យសត្វការីឬក៏លោកគ្រូពេទ្យកំងតាម app របស់យើង security not so important yet តែមាន validation អត់ដែលគាត់នឹងប្រើហើយបើសិនជាគាត់ប្រើតែវាដោះបញ្ហាគាត់អត់អញ្ចឹងហ្នឹងសំខាន់ជាងគេសម្រាប់ខ្ញុំអញ្ចឹង security អស់ហ្នឹងវាដល់ចាំនៅក្រោយសិនបាទឬក៏យើងធ្វើគាត់ថាហាងលក់ហាងកាហ្វេអីមួយបាទធ្វើទ្វារដែកសម្រាប់3ទឹកយើងមានឃ្លាំងមាសណាមែនអញ្ចឹងអាស្រ័យអ្វីរៀងសងហ្នឹងដែរ
អ្នកខ្លះយើងសង់ប៉ុណ្ណេះសង់ so security លំដាប់military grade លំដាប់សុទ្ធទៅមានអីណា security 2 3តង់ attack ឌីដុសអីណាញ៉ៃអត់ចុះហ្នឹងយើងត្រូវការនឹងធ្វើអីយើងធ្វើ app ទូអ្នកសោះហើយតែគិតអានឹងខ្លាំងពេកចេញចូលពិបាកតែខ្លួនឯងជាប់សោយូរជាងសោជាប់សោក្នុងនឹងឡើយបាទ តែមិនមនុស្សក៏បង្កើត bug ដូចគ្នាហ្នឹងទៅគេអញ្ចឹងរវាងម៉ាស៊ីនហើយនឹងមនុស្សមិនមានន័យថាម៉ាស៊ីនបង្កើត bug ហើយមនុស្សអត់ទេទៅ there's always possible ថាមាន bug មាន security hole ប៉ុន្តែបើសិនជាយើង provide prompting ឲ្យទៅឧទាហរណ៍ថា every release should in មាន security in mind អញ្ចឹងមានន័យថា AI វាអាចនឹង improve contact នៃ security មួយមុនពេលដែលវា release ដែរបាទអាហ្នឹងជាការ prevent ទុកបាទសម្រាប់រឿងបញ្ហា security បាទប៉ុន្តែដូចបងវរៈលើកឡើងអញ្ចឹងខ្ញុំគាំទ្រទៅលើថា get first paid customer សម្រាប់បន្តដំណើរទៅមុខទៀតបាទនឹងជាការសំខាន់បាទ maybe validate idea ហ្នឹងសិន maybe ពីណាគេអាចចេញជា prompt engineer មួយដែលពេលដែលគាត់ចប់អាហ្នឹងហើយបង្កើតជា security មក double check ហ្នឹងទៀតបាទសំណងខ្លះយើងអត់តន់ធ្វើទ្វាមិនតន់ដាក់សោយើងនៅជាងយើងចេញចូលហើយចេញចាក់សោចូលចាក់សោការធ្វើហើយទៅយើងធ្វើហើយយើង clean up ហើយអូខេយើង launch សម្រាប់ public តោះរៀបសោរៀបទ្វាលាបថ្នាំណាចាប់ដើមកាមេរ៉ាសុវត្ថិភាពចាប់ដើមធ្វើអីផ្សេងៗដាក់បងតែឥឡូវដូច cloud មិនមាន skill អញ្ចឹងយើងអាចបង្កើតជា skill security skill នៅអញ្ចឹងអញ្ចឹងវា always stick ទៅលើ skill មួយនឹងពេលដែល release បាទអញ្ចឹងខ្ញុំជឿជាក់ថាវាសម្បូរបែបទៅសម័យឥឡូវអាចធ្វើទៅរួចនឹងការកាត់បន្ថយបញ្ហាហ្នឹងអញ្ចឹងបើសម្រាប់អ្នកដែលមាន idea យើងឃើញថាគាត់ជា advantage ណាអ្នកដែលមានបទពិសោធន៍តែពីមុនគាត់អត់ចេះបច្ចេកវិទ្យាពិបាកក្នុងការ turn idea របស់គាត់ vision ទស្សនៈរបស់គាត់ហ្នឹងឲ្យចេញជា product មួយបាទតែឥឡូវគាត់ថាពួកគាត់ជានេះវិញហ៎ជាគេហៅអ្នកដែលត្រូវប៉ាន់វិញហ៎ដោយសារតែមានបទពិសោធន៍មាន connection មាន network មានស្រាប់អញ្ចឹងបើនិយាយទៅឲ្យ build product ហើយ prompt ទៅ AI ខ្ញុំគិតថាពួកគាត់ the best candidate ក្នុងការ prompt អាហ្នឹងដូចមាន super power ទីហោដូចមានបងស្រីម្នាក់មកពីចូល first hackathon របស់យើងហ្នឹងគាត់មកពីគាត់ធ្វើដូចជា QR barcode សម្រាប់ទៅលក់ស្វ័យយន្ទីបាទហើយគាត់ជួប company ក្រុមហ៊ុន IT 3ក្រុមហ៊ុនហ្នឹងរត់ទាំង3ហើយបើអត់រត់ទេគាត់ទាថ្លៃដែរហើយ surprise ដែលគាត់ចូលមកកម្មវិធីរបស់យើងក្នុង2ម៉ោង3ម៉ោងដំបូងហ្នឹងគាត់សឹងថាមាន product មួយហើយម៉ោងប្រហែលជា 3-4 នៅគាត់ផ្ញើទៅឲ្យភ្ញៀវរបស់គាត់បាត់បាទអញ្ចឹងមានន័យថាចំនួនម្ចាស់ចំនួនបច្ចុប្បន្នដែលគាត់មានឧបសគ្គឬក៏ challenge របស់គាត់ហ្នឹងប៉ុន្តែគាត់មិនដឹងថាដោះស្រាយរបៀបម៉េចតែពីមុនត្រូវការមាន IT skill ឬក៏ development skill ហ្នឹងដើម្បីបង្កើតដំណោះស្រាយហ្នឹងប៉ុន្តែឥឡូវគាត់អាចធ្វើទៅរួចដោយខ្លួនឯងបាទដើម្បី validate ឲ្យហុញដំណោះស្រាយរបស់គាត់ហ្នឹងទៅដល់ភ្ញៀវបាទតែគាត់មាននៅក្នុងដៃហ្នឹងបាទអញ្ចឹងដូចនិយាយថា super power ដែលអាចធ្វើពីមុនបាទតែយើងឃើញមានពូម៉ាក់ខ្លះដែលគាត់នៅក្នុង corporate ហើយគាត់ចង់ build product អីមួយអញ្ចឹងណាគាត់និយាយទៅគាត់ចង់ថាបើសិនមាន solution នេះមួយល្អមែនទេជួយដោះបញ្ហាខ្ញុំមែនទេនៅក្នុងការធ្វើការរបស់ខ្ញុំអញ្ចឹងទៅថាខាងយើងមាន score IT ណាដើម្បីគាត់អាច build ឲ្យខ្ញុំបានទេព្រោះដូចមួយនេះគេយកដូចជា$1,000ហើយគេត្រូវការដូចជា 2-3 ខែដែរណាហើយបើគាត់សួរខ្ញុំពេលសួរខ្ញុំអាទិត្យមុនអញ្ចឹងនៅខ្ញុំឆ្លើយមិន join AI hackathon បងឯង build ខ្លួនឯងទៅព្រោះបងឯងមានបញ្ហានឹងស្រាប់បងឯងដឹងកន្លែងណាដែលបងឯងចង់បាន prompt ជាមួយនឹង AI ចេញមកដល់ពេលវិញខ្ញុំថាគាត់អត់ទេអញ្ចឹងគាត់សុំឲ្យខ្ញុំជួយប្រាប់គាត់ទៅទួយណាអត់ទេយើងមាន3ទៀតទេបងបាទមាន3 hackathon នៅទៀតឥឡូវហ្នឹងគាត់រៀនចេះហ្នឹងគាត់សាកខ្លួនឯងថាជុំចេញមកអានោះល្អមែនតើហើយអ្វីទេព្រោះពេលគាត់ពី
ពីមុនគាត់ត្រូវជួបជាមួយនឹង IT team tech team ដើម្បីតែចង់បាន build អីគេខ្លះមានអីគេខ្លះ feature អីខ្លះអ្វីគាត់ចង់បានគាត់ត្រូវអង្គុយជាមួយគាត់ back and forth với you ហើយពេលគាត់ចាប់តាម prompting ទៅអាហ្នឹងទៅគាត់ថាចុំចេញសឹងទាំងអស់អ្វីគាត់ចង់បានហើយហើយគាត់ថាមាន feature ខ្លះវានៅអត់ទាន់ល្អគាត់គ្រាន់តែ prompt ថែមតទៅទៀតទៅគាត់ថាចុំនេះ maybe គាត់អាច build IT build IT ក្រុម IT ខ្លួនឯងទៅ charge អ្នកណាគេដែលគាត់មានបញ្ហានឹងខ្លួនឯងអញ្ចឹងតែគាត់ទៅគាត់ឃើញនិយាយទៅវា open up new horizons សម្រាប់គាត់មកអញ្ចឹងមិនថាអ្នកដែលគាត់មានបញ្ហាទៅនឹង problems រាល់ថ្ងៃហ្នឹងយើងឃើញថាគាត់មាន edge ច្រើនជាងមុនថាគាត់ពីមុនគាត់មាន limitation ដែលទៅនឹងតើbuild វាយ៉ាងម៉េចចាយលុយអស់ប្រមាណតើអានឹងយើងគួរតែ spend អត់ក្រុមហ៊ុនយើងណាក្រុមហ៊ុនយើងមិនធំទេអញ្ចឹងដល់ពេលឥឡូវគាត់ថាអូអស់ប្រមាណយ៉ាងច្រើនលុយតិចតួចហ្នឹងតែការពេលវេលា chatting ជាមួយវាតិចតួចប៉ុន្តែសំខាន់គាត់ដឹងបញ្ហាធំជាងគេគាត់ជួបប្រទេសច្រើនជាងគេហើយដល់ពេលខ្ញុំថាឥឡូវមកខ្ញុំគិតប៉ុណ្ណឹងអាចធំជាងតិចបានថាឥឡូវពីណាគេដែលមានបញ្ហានឹងក្រៅពីមួយតែមួយថ្ងៃអាចឲ្យប្រើ solution នឹងបានអត់តែគេ willing to ដើម្បីទៅ use that solution គាត់អត់គេ willing to pay for it or not ចឹងថាអូឥឡូវលេខដោះបញ្ហាខ្លួនឯងដោះបញ្ហាគេដែរអញ្ចឹងសាកមើលអញ្ចឹងគាត់ចាប់ផ្ដើមគិតអញ្ចឹង that's how we build new entrepreneur ដែលគាត់មានបញ្ហាហ្នឹងបាទជំនួញភាគច្រើនចឹងមិនប្រកាសថាដោះស្រាយបញ្ហាសង្គមទេបងពេលជំនួញខ្លះកើតមកពីការដោះស្រាយបញ្ហាខ្លួនឯងហ្នឹងបាទចឹងពួកខ្ញុំដូចគ្នា Philtech បាទដំបូងឡើងហៅគេមកជួយដោះបញ្ហាខ្លួនឯងទៅដល់ពេលដោះបញ្ហាខ្លួនឯងទៅគឺថាចំអសតស្ថាននៅក្នុងស្រុកខ្មែរយើងសិតតែមានបញ្ហាដូចខ្ញុំមិនដឹងទិញមកពីណាផលិតផលមកពីណាផលិតផលnó คล้ายឬក៏មិនคล้ายឬក៏អ្នកគេរត់ពន្ធមកយើងមិនដឹងផលិតផលមកពីណាចឹងទៅយើងអត់សូវ trust អញ្ចឹងទៅភ័យបារម្ភព្រោះយើងចង់ជួយប្រជាជនយើងមិនអញ្ចឹងតែយើងទិញអ្វីខុសមកពីតំបន់អត់ត្រូវឬក៏មានបញ្ហាវាអាចប៉ះដល់ប្រជាជនយើងអញ្ចឹងទៅយើងគិតថាចុះបើសិនយើងមានជា app មួយដែលយើងអាចជួយ verify ថាផលិតផលនឹងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលរបស់យើងហើយគាត់អាចទិញលឿនគាត់អាច search គាត់អាចអញ្ចឹងវាដោះបញ្ហាខ្ញុំថាពេលអសតសានផ្សេងគាត់មានបញ្ហាដែរបាទអញ្ចឹង why don't we build it សម្រាប់អសតសាន 5000 នៅស្រុកខ្មែរយើងទីអស់ឈប់ 5000 នេះតូចពេកចុះនៅភូមានៅឡាវនៅវៀតណាមនៅថៃគេមានបញ្ហានៅអត់អញ្ចឹងយើងគិតថាអូបញ្ហានេះមិនមែនតូចទេណាបញ្ហានេះធំមែនទែនមកបាទអញ្ចឹងI wish AI ហ្នឹងវា happen 5 years ago តែខ្ញុំកំពុងចាប់ដើមមកអញ្ចឹងទៅវាអាចធ្វើលឿនយើងអាចចេញទៅលឿនប៉ុន្តែគាត់ថាចង់ឲ្យបងដែលគាត់នៅខាងក្រៅយើងរាល់ថ្ងៃហ្នឹងតែគាត់មានបញ្ហាទៅលើនឹងអីក៏ដោយដែលគាត់មានបញ្ហានៅក្នុង corporate នៅក្នុង environment ដែលគាត់កំពុងធ្វើការហ្នឹងយើងចង់ឲ្យគាត់ leveraging AI ដើម្បីទៅជួយដោះបញ្ហារបស់គាត់ហើយបើសិនគាត់មានជំនាញខាង IT ទេដូចខ្ញុំអញ្ចឹងខ្ញុំមកសិទ្ធិការីសួរខ្ញុំទៅលើថ្នាំពេទ្យរបៀបប្រើប្រាស់អីហ្នឹងខ្ញុំដឹងទាំងអស់ប៉ុន្តែសួរថាបើឲ្យសរសេរ1លានកូដនោះបានន័យថាម៉េចខ្ញុំអត់ដឹងទេ1លាន2លានកូដមិនដឹងបានន័យថាម៉េចទេប៉ុន្តែសំខាន់ជាងគេខ្ញុំអាចទៅ prompt ខ្ញុំអាចទៅ test លើនឹង solution ថ្មីលឿននិយាយទៅឲ្យទៅចេះនិយាយភាសាអង់គ្លេសបាទពោះដូចខ្ញុំជឿជាក់ថាបងផាត់ថ្ងៃមុននិយាយនៅលើមេរៀនហ្នឹងខ្ញុំចាំមេរៀនរបស់គាត់ដែរ AI ឥឡូវចេះស្ដាប់ភាសាមនុស្សអញ្ចឹងឲ្យតែយើងនិយាយភាសាមនុស្សបានជាភាសាអង់គ្លេសហ្នឹងវាទៅ convert ខ្លួនឯងទៅជាកូដមិនបាច់ចាំបាច់យក computer language ទេបងបាទ natural language តកតងទៅនឹងមតិមួយចំនួនដែលលើកឡើងថាតើ vibe code ហ្នឹងបើវាដូចយើងនិយាយមិញ endless possibility ទៅបានច្រើនណាអញ្ចឹងតើវានឹងថ្ងៃក្រោយទៅយើងឡើងត្រូវការ engineer team យើងអាចជា one man show អាច run the whole company បានឬក៏យ៉ាងម៉េចសម្រាប់ខ្ញុំចំពោះមតិហ្នឹងខ្ញុំគិតថាវាអត់អាចទៅរួចទេទោះបីជាខ្ញុំឧទាហរណ៍ក្នុងករណីខ្ញុំជាស្ថាបនិកជានាយកប្រតិបត្តិដែលអាចមាន a lot of idea មានគំនិតច្រើនដឹងថាត្រូវ build product មកអីម៉េចតែខ្ញុំគិតថានៅពេលដែល idea នឹងចាប់ផ្ដើម grow product នឹងចាប់ផ្ដើម grow មាន paying customer market ធំជាងមុនស្អីអស់ហ្នឹង
ពួកយើងនឹងត្រូវការback up team មួយគេហៅ engineer team behind us ព្រោះ as a CEO យើងរវល់ហើយយើងអត់មានពេលទៅ support customer ទេany product in this world that launch ទៅហើយ there will be a bug there will be a issue បាទចង់មិនចង់គឺត្រូវតែមានការ maintenance មានការ support customer អត់យល់កន្លែងនេះ customer ត្រូវការ request time feature នេះ feature នោះ time right ហើយបើយើងតែឯងខ្ញុំគិតថាតើរួចទេអញ្ចឹងខ្ញុំ believe ថា AI is helpful AI is powerful ដូចមកនិយាយលើកឡើង it's a super magic but at one point នៅពេលដែលរបស់ទាំងអស់ហ្នឹងវាចាប់ផ្ដើម work វាចាប់ផ្ដើម market user ច្រើនជាងមុនគឺ you need to have a team a proper team like a CTO like CMO CFO all the operation ដែលធ្វើម៉េចឲ្យ engine មួយហ្នឹងអាចដំណើរការទៅបានអញ្ចឹងយើងត្រូវការមានទ្វារយើងត្រូវការមានចកោយើងត្រូវការមានកង់ឡានទៅអីដើម្បីឲ្យឡានហ្នឹងវាអាចទៅមុខបាន កន្លែងហ្នឹងវាបើសិនយើងមើលចុងក្រោយទៅពេលដែលយើង build product មួយដែលគេប្រើយើងត្រូវការ team ដើម្បីជួយ support ដែរប៉ុន្តែគាត់ថាអ្វីយើងឃើញថាវា powerful ហ្នឹងវាគាត់ថាវាជួយ accelerate ទៅលើនឹង going live ហើយបើសិនយើងមើលថាតើពេលដែលយើងប្រើ AI vibe coding to build product អីមួយហ្នឹងតើវាអាចប្រើបានច្រើនអ្នកអត់ឬក៏តើវាមានបញ្ហាអត់ថ្ងៃក្រោយទៅទៀតយើងសាកដែរពួកខ្ញុំសាក build online learning platform មួយដែលអសតការីដូចជា2-3000នាក់គាត់អាចចូលទៅប្រឡងពេលទៅជាមួយគ្នាបានឃើញថាអត់មិនសូវមានបញ្ហាផងអត់មានបញ្ហាផងហើយបើសិនជាមានបញ្ហាសុំចាំបន្តិចដោះបន្តិចចាញ់ចឹងគាត់បញ្ហាដែលគាត់ពិបាកជាងគេ click password អាហ្នឹង AI ជួយបានទេប៉ុន្តែសូមឲ្យគាត់ជួយដាក់ password គាត់រៀងខ្លីស្រួលចាំតិចទៅប៉ុន្តែគាត់ថាឥឡូវចង់ reset password ធ្វើមិនអូខេមកទៅ reset ទៅប៉ុន្តែវាមិនមែនតាក់ទងទៅហ្នឹងប៉ុន្តែបើសិនជាឃើញកន្លែងហ្នឹងវាយើងអាច go live លឿនតែចុងក្រោយយើងត្រូវការ team support ដែរព្រោះពេលដែលគាត់ប្រឡងហើយគាត់ប្រឡងជាប់ហើយគាត់ត្រូវការ certificate ត្រូវការ team ដើម្បីជួយ support អតិថិជនការងារហ្នឹងអញ្ចឹងវាជួយច្រើនលើយើងធ្វើ scale អាស្រ័យយើងពេលយើងសង់ដំបូងពួក AI បើយើងឲ្យវាដើរតួជាគេហៅ senior engineer គឺកំណត់វាចេញ senior មកវាគិតវិភាគស៊ីចម្រៅថាត្រូវសង់គ្រឹះយ៉ាងម៉េចបើយើងថាខ្ញុំចង់សង់អគារហ្នឹង10ជាន់វាវាយគ្រឹះ10ជាន់ឲ្យយើងហើយបើយើងចង់ scale ទៅ10ជាន់យើងមានមុខងារអីខ្លះអាចបរិយាយ៉ាងម៉េចមានប្រព័ន្ធសុវត្ថិភាពរត់យ៉ាងម៉េចគឺចេញ blueprint មុនឲ្យហើយទៅជែកគ្នាជាមួយ AI ហ្នឹងឲ្យហើយអញ្ចឹងបើតាក់ទងដូចហេងនិយាយមកអញ្ចឹងមាន security ឬក៏មានការងារអីណាផ្សេងទៀតធ្វើយ៉ាងម៉េចបើសិនជាអ្នកដែលដៃគូយើងហ្នឹងគាត់មិនមានបទពិសោធន៍ផ្នែក IT ផងបាទគាត់នៅតែអាចធ្វើបានគឺត្រូវទៅជែកជាមួយនឹងដៃគូមួយទៀត co-worker មួយទៀតគឺ AI ហ្នឹងក្នុងការពិភាក្សាគ្នាគិតជាមួយគ្នា design ជាមួយគ្នាថាត្រូវសង់យ៉ាងម៉េច blueprint ហ្នឹងយ៉ាងម៉េចដើម្បីយើងថ្ងៃក្រោយយើងចង់ scale ប្រហែលថាយើងមាន app មួយខាងទីពេទ្យនេះបងថាមានអ្នកប្រើប្រាស់ចូលដល់រាប់ម៉ឺនរាប់សែនអ្នកយើងគ្នាមុនហើយតែដល់លំដាប់ហ្នឹងត្រូវសង់អា database ខាងក្រោយហ្នឹង structure យ៉ាងម៉េចអាចគិតបានអាចជួយគិត បើសិនយើង build ហើយបាទយើងអត់ដឹងថាយើងត្រូវសង់10ជាន់ឬ100ជាន់ បាទ ពេលដល់ជាក់ស្ដែងទៅឥឡូវយើងថាអូឥឡូវយើង build ហើយឥឡូវយើងចង់សង់100ជាន់តែឥឡូវធ្វើមិនទៅអាហ្នឹងបើយើងសួរត្រឡប់ទៅ AI គិតឡើងវិញវាអាចថាវាថែមថយអីខ្លះទៀតទៅអាចទៅរួចឬក៏ AI វាសម្រេចចិត្តបងថា let me rebuild it ប៉ុន្តែវានៅ maintain អា backward compatibility អត់ឲ្យប៉ះពាល់ data អត់ឲ្យប៉ះពាល់បទពិសោធន៍លើ existing customer របស់យើងវាអាចមានលទ្ធភាពវិភាគដល់ហ្នឹងទៀតខ្ញុំគិតថាអាហ្នឹងជា a good problem to solve ព្រោះនៅពេលដែលយើងដំបូងអត់បាន plan ថាសង់ផ្ទះនឹងសម្រាប់10ជាន់ទេសង់តែមួយជាន់ទេតែឥឡូវវាឡើង10ជាន់អានេះតែពេលហ្នឹងយើងមាន market យើងមានលុយនិយាយចេះបាទអញ្ចឹងពេលហ្នឹងជាពេលដែលត្រូវ recruit the engineer teams behind that idea បាទហើយសម្រាប់ solution ខ្ញុំជឿថាមានច្រើនហើយចុងក្រោយAI នៅតែនឹង come into help ចំណងអ្នកណាចូលនឹងស្រាយហើយបាទ AI សោះ AI ស្រាយហើយបាទហើយ engineer the re-engineer ពេលហ្នឹងអ្វីដែលសំខាន់គឺ
AI ជួយបើកផ្លូវឲ្យearly stage start up ទៅលើ idea អ្នកដែលគាត់មាន idea គាត់អាច build ហើយ go to market បាន test validate the market អីចឹងទៅបាទអញ្ចឹងទៅពេលដែលឥឡូវមានតម្រូវការត្រូវសង់10ជាន់ that's the success of a early stage startup បាទទៅ become អីគេបន្ទាប់ពី seed funding យើងឡើងទៅដល់អីគេ series A ទៅដល់អីចឹងទៅ right អញ្ចឹង that's a good problem to solve បាទបើសិនជាជួបបញ្ហាហ្នឹង from AI ម្ដងទៀតឥឡូវខ្ញុំចាប់ចង់ build អានេះចង់ build 100ជាន់ឥឡូវធ្វើមិនយើងដឹងទេថាឥឡូវជួយវាអាស្រ័យទៅខ្លះវាអាចសម្រេចចិត្តថាវាយចោលសង់ម្ដងទៀតជីកគ្រឹះសាស្ត្រថ្មីរៀប100ជាន់ឲ្យយើងហើយវាសួរយើងប្រកាស100ឬថ្ងៃក្រោយសង់ដល់1000យើងនេះមុនហើយឥឡូវសុំអាច extend បានអាចសង់បន្តទៀតបានតែអត់ដឹងដល់ណាទេអូខេវាធ្វើឲ្យទៀតអញ្ចឹងយើងវារៀបអាគ្រឹះអា foundation ហ្នឹងសម្រាប់តម្រូវខៅ scalability និង extended បានថ្ងៃក្រោយបានទៀតបាទអញ្ចឹងអ្វីដែលយើងចង់បាន new startup founder បាទ ដែលគាត់ build using AI to learn problem solve ហ្នឹង and hopefully you could build 100 floors or 100ជាន់10000ជាន់បាទហ្នឹងហើយជាអ្វីយើងចង់បានអញ្ចឹងបើសិនយើងឃើញកន្លែងហ្នឹងគាត់អាចធ្វើម្នាក់ឯងបានទេគាត់ត្រូវតែ join program របស់យើងដើម្បីពួកយើងជួយ support គាត់ដើម្បី accelerate គាត់ដើម្បីគាត់បង់ទៅដល់ទិសដៅរបស់គាត់ program អីទៅបងអត់ដឹងដែរ program អីគេទៅបាទអញ្ចឹងបើយ៉ាងហោចណាស់នៅក្នុងខែនេះយើងមាន3 hackathon ទៀតដែលគាត់អាចរៀនដើររៀន dual រៀនពីកំហុសរៀនពីការបង្កើត app របស់គាត់ហ្នឹងហើយដឹងហើយថាអ្នកនៅក្នុងតុកនេះធ្លាប់ build ដោយមនុស្ស build ដោយ AI ធ្លាប់ធ្វើខ្លួនឯងមានខុសមានត្រូវបាទអញ្ចឹងមិនត្រឹមតែរៀន build ទេប៉ុន្តែក៏អាចថារៀនពី starting a startup បាទដែលខ្ញុំជឿជាក់ថានៅក្នុងចំណោមនេះយើងអាចថាបូកចូលគ្នាជិត40ឆ្នាំដែរ10 40ហើយអញ្ចឹងអាចថាទាំង technology ទាំង beer product ទាំង raise fund ទាំងត្រូវទាំងខុសពួកយើងមានកន្លែងខ្លះដែលអាចជួយបាទទៅយុវជនរបស់យើងបានបាទអញ្ចឹងយើងនៅមាន3 hackathon 3 week ទៀតហើយនឹង AI in motion ដែលជាកម្មវិធីមួយរបស់ First Wave ក្នុងការចែករំលែកនៅមិនត្រឹមតែជួយដឹកដៃឲ្យ build ចេញជា product សម្រាប់ scale សម្រាប់ go to market បានលឿនទេតែថែមទាំងមានបទពិសោធន៍របស់បងដែលបូកចូលគ្នា30 40 ឆ្នាំរបស់ pioneer entrepreneur នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងនឹង input មកធ្វើម៉េច8 week program របស់យើង accelerator program របស់យើងហ្នឹងនឹងជួយធ្វើម៉េចឲ្យ product go to market រហូតទៅដល់មាន first paying customer ហើយនឹងទទួលបានការប្រដាក់ទុនពី investor ថែមទៀតអញ្ចឹងទាំងអស់គ្នាដែលមានក្តីសម័យដែលតែងតែមានក្តីសម័យដែលតែងតែមាននៅគំនិតមួយដែលថាខ្លួនឯងចង់ដោះស្រាយហ្នឹងគឺជាឱកាសហើយឥឡូវនេះ AI គឺផ្ដល់ឱកាសឲ្យយើងដែលចាប់ផ្ដើមបើយើងនិយាយពីរត់ប៉ុណ្ណឹងវិញគឺចាប់ផ្ដើមline តែមួយបាទមិនថាអ្នកចេះ level ណាបទពិសោធន៍អីប៉ុណ្ណាទេបាទអញ្ចឹងវាជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើការ sign up មកកាន់ AI in motion ឬក៏ហៅថា M របស់ First Wave បាទបងបង្កើត builder បង្កើតអីហ្នឹងដែលគិតថាតិចទៀតទៅគាត់នឹង replace ពួកបងឯង solution របស់បងទាំងអស់ហ្នឹង people can build a POS people can build inventory management system people maybe can also build accounting and finance things តើពួកបងថៃអត់ទេដល់ពេលពួកមកបរៀនគេអញ្ចឹងដែលគិតថាតិចទៀតទៅគេលេងត្រូវការយើងហើយតែមើលដែលឃើញព្រៃឈើអត់ព្រៃឈើមានដើមឈើធំទូចហើយនឹងកូនប្លុកដោះអញ្ចឹង this is ecosystem ដែលអនុញ្ញាតឲ្យព្រៃឈើអាចលូតលាស់ដល់ល្អហើយខ្ញុំជឿជាក់ថាដោយ start up អញ្ចឹងមានដើមឈើធំដើមឈើមធ្យមហើយនឹងគ្រាប់ពូជដែលកំពុងតែបន្តហើយអញ្ចឹងហើយដែលអាចអនុញ្ញាតឲ្យ ecosystem នឹងដើរទៅមុខបានល្អគឺមានតែហ្នឹងបាទអញ្ចឹងគ្រាប់ពូជទាំងអស់ហ្នឹងគឺយើងត្រូវការពួកយើងបានមកចូលរួមអូខេឆ្លើយជាមួយឡងដាដែរសួរថាយើងភ័យអត់ពួកខ្ញុំមើលឃើញ
ពាក្យថា tech start up មួយមុខនេះមិនមែនគ្រាន់ផ្ដោតលើតែការសង់ system ទេ AI tool ដែលយើងមានសប្តាហ៍គាត់ជួយយើងក្នុងការសង់បង្កើត system បង្កើត app នេះបានលឿនជាងមុនទេប៉ុន្តែមិនមែនបានន័យថាជួយយើងធ្វើ start up នឹងបានដើរទេអញ្ចឹងវានៅត្រូវការជំនាញក្នុងការលក់ជំនាញក្នុងការទំនាក់ទំនងក្នុងការចាត់ចែងអាជីវកម្មនឹងជាធំមួយទៀតសំចូលគ្នាអញ្ចឹងទោះបីតែថ្ងៃស្អែកខ្ញុំឮមានមួយក្រុមគាត់នឹងបង្កើត core banking មួយឬក៏បង្កើត ERP មួយស្តៀងខ្ញុំដូចខ្ញុំអត់តក់ស្លុតទេខ្ញុំគិតថាគាត់អាចនឹងមានរបៀបក្នុងការរកស៊ីក្នុងការធ្វើអាជីវកម្មខុសប្លែកពីយើងឬក៏ល្អជាងយើងឬក៏យើងទោះបីយ៉ាងណាក៏នៅត្រូវការបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មក្នុងការតំណែងជាមួយមនុស្សចែកប្រទេសក្នុងការលក់ដែលជារឿងមួយសំខាន់ អូខេបាទអញ្ចឹងយើងឃើញថាសម្រាប់ future builder សម្រាប់អ្នកដែលមាននៅ idea ហើយគាត់ចង់ build នៅ product អ្វីមួយបាទអញ្ចឹងយើងឃើញហើយថាមិនថា build ក្នុង stage build ត្រូវការ product ទេរហូតទៅដល់ត្រូវការនៅចំណេះជំនាញបទពិសោធន៍ក្នុងការ roll out to market product ដែលយើងមានហើយស្រាប់ហ្នឹងក្នុងការ management ទៅលើ business របស់យើងក្នុងការធ្វើ marketing ក្នុងការទំនាក់ទំនងក្តីក្នុងការ raise fund ក្តីគឺមាននៅក្នុងកម្មវិធី AM ឬក៏យើងហៅថា AI in motion ហើយសម្រាប់បងប្អូនដែលមើលឃើញនៅវីដេអូមួយនេះបើសិនជាពេញចិត្តឬក៏មិនពេញចិត្តអាចធ្វើការ comment ជាមតិយោបល់ជួយចែកម្លែកនៅវីដេអូនេះហើយផ្ដល់ជាមតិយោបល់នៅក្នុង comment section ខាងក្រោមបើសិនជាចង់ឲ្យយើងយកប្រធានបទអ្វីផ្សេងទៀតតាក់ទងនឹងបច្ចេកវិទ្យា startup entrepreneurship យកមកទៅចែកវែកញែកហើយក៏ដូចជាវាគ្មិនដែលអ្នកទាំងអស់គ្នាចង់ឲ្យមានវត្តមាននៅក្នុង wave form របស់យើងអញ្ចឹងឥឡូវនេះយើងមានតែត្រឹម episode ទី0ទេអញ្ចឹង episode ទី1សង្ឃឹមទៅលើបងប្អូនទាំងអស់គ្នាយើងអត់ទាន់មានកម្រងថាយើងនឹងនិយាយពីអីទេបាទអញ្ចឹងអរគុណ